សួរលោកគ្រូខ្ញុំបាទឈ្មោះទាវសំណិតជាគ្រូនិស្សិតរៀននៅថ្នាក់ A ថ្ងៃនេះខ្ញុំសូមសង្ខេបមេរៀននៅសប្តាហ៍ទី5តាក់ទងជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងនៅក្នុងចំណុចនេះដែរខ្ញុំសូមមានលើកយកពីចំណុចធំលើកមកនិយាយមុនដំបូងខ្ញុំសូមលើកនិយាយពីការវិតម្លៃក្នុងម៉ោងសិក្សាសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាគឺតាក់ទងជាមួយនឹងវត្ថុបំណងកំណត់បានពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃតាមដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់ដោយមើលលើភាពខុសគ្នារវាងគ្នារបស់វាពណ៌នាបានពីរបៀបសង្កេតអាកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកដែលត្រូវបានប្រើដើម្បីបកស្រាយពីការចូលរួមនិងការយល់ដឹងរបស់សិស្សសួរសំណួរដែលទាក់ទាញយកចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ដឹងដល់ព័ត៌មានត្រឡប់ផ្សេងគ្នាដល់សិស្សអំឡុងពេលសិក្សានិងញែកភាពខុសគ្នារវាងការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពនៅក្នុងចំណុចបន្ទាប់គឺតាក់ទងជាមួយមាតិកាគឺមាន5ចំណុចធំទី1សេចក្តីផ្ដើមទី2វដ្តនៃការវិតម្លៃតាមដំណាក់ទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចំណុចទី1តាក់ទងជាមួយនឹងសេចក្តីផ្ដើមវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវិតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពនៅពេលដែលការវិតម្លៃតាមដំណាក់ទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវមានភស្តុតាងដ៏ល្អដែលថាវានឹងមានអត្ថប្រយោជន៍ជាវិជ្ជមានលើការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីបានពិចារណាដោយសង្ខេបអំពីប្រភេទផ្សេងនៃការវិតម្លៃតាមដំណាក់យើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សចំណុចទី2តាក់ទងជាមួយនឹងវដ្តនៃការវិតម្លៃតាមដំណាក់ខ្ញុំសូមលើក5ចំណុចមកនិយាយចំណុចទី1តាក់ទងនឹងនិយមន័យតើការវិតម្លៃតាមដំណាក់ជាអ្វីការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលចំណុចទី2ខ្ញុំសូមលើកដំណើរការនៃការវិតម្លៃតាមដំណាក់អញ្ចឹងដំណើរការនៃការវិតម្លៃតាមដំណាក់ទី1គឺវិតម្លៃភស្តុតាងគឺមានការបកស្រាយហើយមិនមានភាពលំអៀងផ្ដល់មតិត្រឡប់ដល់សិស្សជាភ្លាមឬក៏ពជាពេលច្បាស់លាស់កែលម្អការបង្រៀនជំហានបន្ទាប់នៃសកម្មភាពរបស់សិស្សប្រមូលភស្តុតាងនៃការសិក្សាការសង្កេតមិនផ្លូវការសួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធឬក៏ស្វ័យវិតម្លៃរបស់សិស្សចំណុចទី3គឺតាក់ទងជាមួយនឹងចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់ចឹងមានដូចជាភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អធ្វើនៅពេលណាការកែលម្អការបង្រៀនជំរើសនៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សតួនាទីនៃស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យចំណុចទី4តាក់ទងជាមួយនឹងប្រភេទនៃការវិតម្លៃតាមដំណាក់ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់តាក់ទងជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាគឺមាន2ប្រភេទគឺភ្លាមនិងបានគ្រោងទុកនៃការវិតម្លៃក្នុងម៉ោងសិក្សាភ្លាមវាកើតឡើងព្រមគ្នានៅពេលដែល
គ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាដោយប្រើសំណួរសួរក្នុងថ្នាក់ឬជាក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្របង្កើតជាពេលវេលាដែលអាចបង្រៀនបានហើយការវិតម្លៃក្នុងម៉ោងសិក្សាដែលបានគ្រោងទុកនោះគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំណួរដែលបានរៀបចំដូចជាកិច្ចការដែលត្រូវប្រើប្រាស់នៅចំណុចជាក់លាក់នៅក្នុងការបង្រៀនហើយភាពខុសគ្នារវាងប្រភេទនៃការវិតម្លៃតាមដំណាក់ទាំងនេះគឺការវិតម្លៃដែលប៉ះពាល់ដល់ការសិក្សានិងសមិទ្ធផលរបស់សិស្សកម្រិតណាវាច្បាស់ណាស់ថាការវិតម្លៃក្នុងម៉ោងសិក្សាវាមានអត្ថប្រយោជន៍ជាវិជ្ជមានបំផុតដែលបានចងក្រងជាឯកសារសម្រាប់ការបង្កើនសមិទ្ធផលរបស់សិស្សហើយការវិតម្លៃខ្នាតធំមានផលប៉ះពាល់តិចបំផុតជាញឹកញាប់គ្មានអ្វីដែលសំខាន់បំផុតគឺការគ្រប់គ្រងក្នុងថ្នាក់រៀនដំណើរការវិតម្លៃតាមដំណាក់កាន់តែខិតជិតទៅនឹងការបង្រៀននិងរៀនវាកាន់តែមានប្រសិទ្ធភាពទី5ការប្រមូលភស្តុតាងសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាចឹងទីសំខាន់នៅក្នុងដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺទាក់ទងនឹងការត្រួតពិនិត្យជាបន្តដោយគ្រូដើម្បីបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀននិងការរីកចម្រើនរបស់សិស្សឆ្ពោះទៅរកការយល់ដឹងអំពីខ្លឹមសារឬក៏បំពេញជំនាញនានាចឹងចំណុចសំខាន់នៃការវិតម្លៃក្នុងម៉ោងសិក្សាគឺទាក់ទងនឹងការសួរសំណួរនិងការសង្កេតរបស់គ្រូចំណុចទី3គឺទាក់ទងជាមួយនឹងការសង្កេតអញ្ចឹងយើងអាចចោទជាសំណួរមួយបានថាហេតុអ្វីចាំបាច់សង្កេតសិស្សពេលមករៀនអញ្ចឹងជាការពិតណាស់សម្រាប់គ្រូម្នាក់ៗតែងតែមានកាតព្វកិច្ចក្នុងការសង្កេតសិស្សនៅពេលមករៀនព្រោះដោយសារតែយើងចង់ដឹងមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សមើលពីបំណិនអត្តបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរមើលពីបំណិននៃការប្រើភាសាវាក្យសព្ទដែលសិស្សប្រើក្នុងការបញ្ចេញគំនិតមើលថាតើគ្រូគួរផ្ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតឬអត់មើលថាតើគ្រូត្រូវហៅសិស្សមួយណាឲ្យឆ្លើយឬក៏ហៅសិស្សមួយណាឲ្យចូលរួមមើលពីកម្រិតចាប់អារម្មណ៍របស់សិស្សហើយមើលពីកម្រិតយល់ដឹងរបស់សិស្សដែលបង្ហាញតាមរយៈចម្លើយរបស់ពួកគេមើលដើម្បីដឹងពីអត្តចរិតឬក៏ចិត្តរំភើបរបស់សិស្សតាមរយៈចម្លើយរបស់ពួកគេការឆ្លើយតបដោយអារម្មណ៍និងប្រកបដោយឥទ្ធិពលរបស់សិស្សអញ្ចឹងចំណុចទី4គឺតាក់ទងជាមួយនឹងសំណួរផ្ទាល់មាត់គេធ្វើតើគេត្រូវធ្វើដូចម្តេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពគឺទី1សួរសំណួរឲ្យច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយសួរសំណួរដែលបានគូផ្គងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកសួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយផ្ដល់ចម្លើយសមរម្យឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្សជៀសវាងសំណួរទម្រង់បិទបាតចាស់ឬក៏ទេប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយសួរសំណួរតាមលំដាប់លំដោយសមរម្យចំណុចទី5គឺតាក់ទងជាមួយនឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងវិធីដែលគ្រូបង្រៀនប្រើប្រាស់ព័ត៌មានវាតម្លៃគឺត្រូវដឹងពីរបៀបឆ្លើយតបទៅនឹងសិស្សនិស្សិតបន្ទាប់ពីពួកគេបង្ហាញពីចំណេះដឹងហេតុផលឬក៏ជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់គ្រូត្រូវបានគេហៅថាមតិកែលម្អឬក៏ការផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្ទាប់ពីការវិតម្លៃអំពីសមិទ្ធផលរបស់ពួកគេអញ្ចឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពនោះគឺទីមួយតកតប្រភេទនៃការផ្ដល់មតិកែលម្អការពិនិត្យមើលហ្នឹង
ដូចជាជូនដំណឹងដល់សិស្សអំពីការមិនត្រឹមត្រូវនៃចម្លើយរបស់ពួកគេទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនមានព័ត៌មានបន្ថែមហើយមួយទៀតការបរិយាយលម្អិតគឺរួមបញ្ចូលការបញ្យល់អំពីមូលហេតុដែលចម្លើយមិនត្រឹមត្រូវហើយអាចទុកពេលវេលាបន្ថែមទៀតដើម្បីរៀនឡើងវិញហើយមួយទៀតការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អដូចជាតទៅចំនួនពេលវេលារបៀបផ្ដល់មតិកែលម្អអ្នកស្ដាប់ប្រភេទនៃកិច្ចការចំណុចទី1សូមបញ្ចប់ហើយចូលចំណុចទី2គឺតកតងជាមួយនឹងការវិតម្លៃតាមដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់នៅក្នុងចំណុចនេះគឺតកតងជាមួយមាតិកាមាន3ចំណុចធំទី1គឺប្រភេទនៃការវិតម្លៃតាមដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់ទី2ការផ្ដល់មតិត្រឡប់និងទី3ការកែលម្អការបង្រៀនអញ្ចឹងការវិតម្លៃតាមដំណាក់ដែលផ្អែកលើការវិតម្លៃបញ្ចប់គឺតកតងជាមួយនឹងលំហាត់ដែលមានរចនាសម្ព័ន្ធអញ្ចឹងលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សមានការថប់អារម្មណ៍ដូចជាសរសេរអំពីថ្ងៃឈប់សម្រាករដូវក្តៅរបស់ពួកគេឬអំពីពួកគេល្បែង digital ឬក៏បទបង្ហាញផ្ទាល់មាត់បរិតេសគឺដូចជាផ្ដល់ព័ត៌មានអំពីអ្វីដែលសិស្សដឹងនិងមិនដឹងឬអ្វីដែលពួកគេអាចធ្វើបានឬមិនអាចធ្វើបានមួយទៀតគឺតកតងកិច្ចការផ្ទះគឺផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមចំណេះដឹងនិងជំនាញដែលបានរៀនពង្រឹងនិងពង្រីកនឹងការវិភាសាលម្អិតពីការសិក្សារបស់សិស្សពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលនិងជាក្រុមកិច្ចការក្នុងថ្នាក់និងសកម្មភាពផ្សេងៗគឺផ្សព្វផ្សាយនិងតាមដានការអនុវត្តរបស់សិស្សព្រមទាំងដល់ព័ត៌មានត្រឡប់ជាក់លាក់និងភ្លាមជាញឹកញាប់ដោយមានជំនួយនឹងការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ digital សំណួរខ្លីៗនិងសំណួរតេស្តសំអាងលើឯកសារដែលសិស្សបានរៀនរួចជូនដំណឹងពីការអនុវត្តចំណេះដឹងបំណិនក្នុងពេលបច្ចុប្បន្នរបស់សិស្សលទ្ធផលនៃសំណួរខ្លីៗតកតងនឹងសំណួរតេស្តប្រើប្រាស់សម្រាប់ដល់ព័ត៌មានត្រឡប់ដល់សិស្សនិងកែលម្អការបង្រៀនការវិតម្លៃរួមគ្នាគឺតកតងជាមួយនឹងការរៀបចំការវិតម្លៃជាមួយគ្រូដែលជាសហការីនិងការវិតម្លៃសិស្សទាំងអស់រួមគ្នានិងការវិតម្លៃវឌ្ឍនភាពរបស់សិស្សដូចចងក្រងឯកសារនៅអ្វីដែលសិស្សបានរៀនកន្លងមកក្នុងរយៈពេលណាមួយតេស្តវឌ្ឍនភាពរបស់សិស្សចំណុចទី2តកតងនឹងការផ្ដល់មតិត្រឡប់តកតងនឹងជំហាន3ដែលអាចជួយគ្រូឲ្យសន្មត់ទុកជាមុនពីធម្មជាតិនៃការផ្ដល់មតិត្រឡប់គឺទី1យល់ដឹងពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានហើយបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់អញ្ចឹងការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់យ៉ាងទី3អញ្ចឹងតកតងជាមួយនឹងទី1មាន5ចំណុចទី1គឺការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពមានគោលបំណងសំខាន់ក្នុងការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នដែលបង្រៀនសិស្សទាំងអស់តាមវិធីដូចគ្នាដោយជំនួសមកវិញជាមួយនឹងការបង្រៀនឆ្លើយតបជាមួយភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យក្នុងមុខវិជ្ជាសិក្សាចំណុចទី2តកតងនឹងការឆ្លើយតបដោយមានអន្តរាគមន៍ដូចជាពិនិត្យតាមដានសិស្សដោយដិតដល់និងជាប្រចាំដើម្បីផ្ដល់ការអន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធសមស្របពិនិត្យតាមដានអន្តរាគមន៍ថាតើត្រូវមានការផ្លាស់ប្ដូរឬកែលម្អសិស្សឬអត់ចំណុចទី3ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្ស
ចឹងការបង្រៀននឹងរៀនដើម្បីឆ្លើយតបសិស្សដែលខុសៗគ្នារួមមានធាតុ5គឺទី1គឺតកតងនឹងបរិស្ថានថ្នាក់រៀនក៏អាចជាមូលហេតុធ្វើឲ្យសិស្សចង់រៀនដែរបរិស្ថានស្អាតល្អនៅក្នុងថ្នាក់គឺសិស្សគាត់ចង់រៀនហើយទី2កម្មវិធីសិក្សាទី3ការវិនិច្ឆ័យទី4ការបង្រៀននឹងរៀននិងទី5ការគ្រប់គ្រងសិស្សក្នុងថ្នាក់ចំណុចទី4តកតងជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សជាផែនទីក្នុងអំឡុងពេលវេលាណាមួយដើម្បីដឹងពីព័ត៌មានអ្វីខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សនិងឆ្លើយតបជាមួយនឹងការកែលម្អការបង្រៀនដែលចាំបាច់ធ្វើឲ្យគ្រូអាចបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សនិងដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់ការវិតម្លៃការអនុវត្តប្រកបដោយភាពជោគជ័យរបស់សិស្សក្នុងជំហាននីមួយៗចំណុចទី5គឺតកតងជាមួយនឹងការកែលម្អការបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងតកតងជាមួយនឹងចំណុចនេះគឺដូចជាការអានបន្ថែមឧទាហរណ៍ថាអានអត្ថបទបន្ថែមអំពីខ្លឹមសារឬក៏មុខវិជ្ជាដែលនៅមានបញ្ហាហើយតកតងនឹងការបង្រៀនជាបុគ្គលគឺត្រូវធ្វើការជាមួយសិស្សម្នាក់ៗដើម្បីរកឧទាហរណ៍បន្ថែមដែលតកតងនឹងខ្លឹមសារដែលគាត់បានរៀនរួចហើយដូចជាការងារក្រុមតូចចឹងឧទាហរណ៍ថាធ្វើការជាមួយសិស្ស3នាក់ផ្សេងទៀតដោយសហការគ្នាដើម្បីដោះស្រាយបញ្ហាដែលសិស្សមានការដូចជាការងារជាគំរូចឹងឧទាហរណ៍ថាបង្ហាញពីរបៀបគិតតាមជំហាននីមួយៗដល់សិស្សដើម្បីដោះស្រាយបញ្ហាដែលបានជួបប្រទះហើយមួយទៀតដូចជាការសួរសំណួរផ្ទាល់មាត់ទៅសិស្សទាំងអស់ក្នុងថ្នាក់ឧទាហរណ៍សួរសំណួរបន្ថែមពាក់ព័ន្ធទៅនឹងខ្លឹមសារមេរៀនដែលស្មុគស្មាញមួយទៀតការពន្យល់ឡើងវិញឧទាហរណ៍ថាផ្ដល់ការពន្យល់ផ្សេងទៀតដោយប្រើពាក្យផ្សេងៗដើម្បីពង្រឹងចំណេះដឹងរបស់សិស្សមួយទៀតគឺតកតងសិលឹកកិច្ចការឧទាហរណ៍ថាផ្ដល់កិច្ចការដែលតកតងនឹងមេរៀនឲ្យសិស្សធ្វើបន្ថែមមួយទៀតការបង្រៀនមិត្តភ័ក្តិឧទាហរណ៍ថាឲ្យសិស្សចាប់ដៃគូដើម្បីបង្កើតឧទាហរណ៍ដូចជាពន្យល់ខ្លឹមសារដែលសិស្សខ្លះមិនទាន់យល់ច្បាស់ឬក៏ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកចំណុចចុងក្រោយគឺតកតងជាមួយនឹងលក្ខណៈវិនិច្ឆ័យនៅចំណាត់ថ្នាក់បង្រៀនឡើងវិញនៅលក្ខណៈវិនិច្ឆ័យដើម្បីប្រើក្នុងការវិតម្លៃសំណេរជាមួយនឹងព័ត៌មានលម្អិតបន្ថែមការផ្លាស់ប្ដូរលំដាប់បង្រៀនឡើងវិញនៅនីតិវិធីវិភាគហេតុផលដោយធ្វើការបដូរលំដាប់លំដោយនៃជំហានជាការរុករកតាមអ៊ីនធឺណិតឲ្យសិស្សស្រាវជ្រាវតាមអ៊ីនធឺណិតអំពីខ្លឹមសារដែលតកតងនឹងមេរៀនដែលបានរៀនហើយឧបករណ៍ Digital ថ្មីផ្ដល់ឲ្យសិស្សប្រើប្រាស់ឧបករណ៍ Digital ថ្មីៗដែលអាចមើលការបង្រៀនឡើងវិញនិងសួរសំណួរដើម្បីផ្ទៀងផ្ទាត់ភាពស្ទាត់ជំនាញរបស់សិស្សបាទអរគុណលោកគ្រូខ្ញុំមានប៉ុណ្ណឹងសកម្មបានប៉ុណ្ណឹងសូមបញ្ចប់តាមនឹងគ្រូអរគុណជំរាបលាលោក